បើសិនជាលើកខុសអំពីបុណ្យនេះញោមញាតិពុទ្ធបរិស័ទនឹងមានចម្ងល់នៅក្នុងចិត្តលួចនឹកក្នុងចិត្តថាឯងនិមន្តដឹកគុណឲ្យមកសម្ដែងធម៌បុណ្យ7ថ្ងៃបុណ្យតក្កណានុបទានលោកពួយអំពីតបុណ្យកឋិនហ្មងលោកគិតអំពីបុណ្យណាបច្ច័យ4ណានោះទៅវិញណាអានោះវាខុសណាខុសតថិរបស់ខ្លួនចង់បានអញ្ចឹងហើយក្នុងឱកាសដ៏មានតម្លៃថ្លៃថ្លានេះអាត្មាសូមលើកយកធម៌មួយកន្លែងដែលព្រះគុណធរចនាចារ្យព្រះសព្វញ្ញពុទ្ធព្រះអង្គបានសម្ដែងអំពីអនិមិត្តកធម៌សង្ឃឹមថាធម៌អង្គធម៌នេះលើកឡើងមិនជន់ធម្មកថាមុនឬក៏ជន់ហើយយ៉ាងណានោះគ្រាន់តែជាការក្រើនរំលឹកក៏ដូចជាការដាស់តឿនឡើងវិញបុរាណលោកថាហាក់បីដូចជាបរៀនត្រីឲ្យចេះហែទឹកហើយអញ្ចឹងញោមញាតិនឹងចេះធម៌ច្រើនជាងអាត្មាអនិមិត្តកធម៌មានន័យថាម៉េចមានន័យថាធម៌កំណត់មិនបានស្មានមិនត្រូវអនិមិត្តកធម៌ហ្នឹងណាមាន5យ៉ាងអនិមិត្តកធម៌កំណត់មិនបានស្មានមិនត្រូវតើគេកំណត់ទៅលើអីហ្នឹងហើយស្មានទៅលើអីបានជាមិនត្រូវអញ្ចឹងបើយើងប្រៀបធៀបជាមួយអ្នកប្រាជ្ញខាងទ្វីបអឺរ៉ុបហ្នឹងអ្នកប្រាជ្ញជន់មុនអីហ្នឹងគេដឹងអំពីពិភពលោកក៏រកឃើញមកថាផែនដីហ្នឹងណែមិនមែនព្រះអាទិត្យវិលជុំវិញផែនដីទេហ្នឹងផែនដីវិលជុំវិញព្រះអាទិត្យអាយ៉េហើយអ្នកខ្លះរហូតទៅដល់វាស់ជំរៅនៃទឹកសមុទ្រហ្នឹងឃើញទៅទៀតហ្នឹងប៉ុន្តែគ្រាន់អ្នកប្រាជ្ញទាំងអស់នោះมันបានស្វែងរកឃើញអំពីពធនៅក្នុងដួងចិត្តរបស់មនុស្សហ្នឹងក៏ប៉ុន្តែអ្វីផ្សេងគេបានរកឃើញហើយដោយពិសោធន៍ដោយវិទ្យាសាស្ត្រផ្សេងហ្នឹងប៉ុន្តែទោះបីជាយ៉ាងណានៅតែចាញ់ព្រះសម្មាសម្ពុទ្ធដោយសារតែអ្នកវិទ្យាសាស្ត្រទាំងអស់នោះខ្វះត្រឹមតែមួយយ៉ាងគឺมันអាចដឹងចិត្តមនុស្សបានទេហ្នឹងចឹងហើយគេអាចវាស់អ្វីផ្សេងទៅបានក៏ប៉ុន្តែចង់បង្វិលមកវិញថាណាវាស់អ្វីផ្សេងក្តីប៉ានស្មានជំរៅទឹកសមុទ្រក្តីប៉ានស្មានសីតុណ្ហភាពថ្ងៃនេះភ្លៀងមិនភ្លៀងក្តីអីក្តីព្យុះសូរនិមិត្តអីក្តីដឹងទៅតាមត្រីវិស័យអីផ្សេងក្តីហ្នឹងអាចដឹងអាចស្មានអាចកំណត់អាយុកាលអាចដឹងផែនដីអាចដឹងពីវប្បធម៌អរិយធម៌នៃប្រទេសមួយកើតរាប់ពាន់ឆ្នាំយ៉ាងណាក្តីក៏ប៉ុន្តែมันអាចកំណត់អាយុជីវិតក្តីมันអាចកំណត់អំពីពេលវេលាស្លាប់ក្តីมันអាចស្មានអំពីជីវិតมันអាចស្មានអំពីពេលវេលាស្លាប់បានទេណែក្តីហ្នឹងចាញ់ព្រះសម្មាសម្ពុទ្ធត្រង់កន្លែងហ្នឹងឃើញហ្នឹងព្រោះសម័យបច្ចុប្បន្ននេះគឺមនុស្សដើរនៅលើឋានប្រច័នយើងសពថ្ងៃយើងដើរនៅលើផែនដីជិះដោយកណូតនឹងធ្វើដំណើរទៅលើស្ពានក៏ប៉ុន្តែមនុស្សដែលមានឥទ្ធិពលឬក៏ថាមានប្រាជ្ញាមានឫទ្ធិអំណាចគេអាចដើរជន់ទៅលើឋានប្រច័នទោះបីជាទៅដល់ភពបង្គាភពពហោះភពអីយ៉ាងណាក៏ដោយក៏ប៉ុន្តែបុគ្គលទាំងអស់នោះនៅតែចាញ់នៅតែកំណត់មិនបាននៅតែស្មានមិនត្រូវអំពីធម៌5យ៉ាងហ្នឹងតើធម៌5យ៉ាងនោះអីខ្លះហ្នឹងយើងដឹងមិញថាអនិមិត្តកធម៌ហ្នឹងគឺជាចំណងជើងនៃធម៌ក្នុងពេលនេះប៉ុន្តែតើធម៌5យ៉ាងមានអ្វីខ្លះទី1គេហៅថាជីវតៈអនិមិត្តកៈទី2គឺព្យាធិអនិមិត្តកៈទី3កាលៈអនិមិត្តកៈទី4តេហនិក្ខេអនិមិត្តកៈទី5កតិអនិមិត្តកៈអាត្មាភាពសូមធ្វើការបកស្រាយនៅគោលធម៌ខ្លីៗទាំង5នេះដើម្បីជាកតិនៅការយល់ឃើញក៏ដូចជាការដាស់សតិឡើងវិញហ្នឹងណាសម្រាប់ពុទ្ធបរិស័ទក៏ដូចជាកូនចៅប្រុសស្រីទាំងឡាយដែលទទួលអារម្មណ៍សោកសៅកំពុងតែបាត់បង់មនុស្សជាទីស្រឡាញ់ហ្នឹងកំពុងតែបាត់បង់អ្នកម្ដាយកំពុងតែបាត់បង់ភរិយាដែលធ្លាប់រួមសុខរួមទុក្ខទាំងក្តៅទាំងត្រជាក់ទាំងរងា
ឥឡូវនេះគឺការដែលបាត់បង់ការដែលទៅឆ្ងាយនេះមិនមែនជាការដែលលាគ្នាត្រឹមតែរយៈពេលខ្លីទេហ្នឹងហើយនៅក្នុងអ្នកប្រាជ្ញបុរាណលោកថាបើមនុស្សនៅរស់គង់មានថ្ងៃជួបគ្នាប៉ុន្តែបើស្លាប់ហើយគ្មានថ្ងៃដែលជួបគ្នាវិញទេអញ្ចឹងបានន័យថាហ្នឹងហើយការព្រាត់ប្រាសនៅក្នុងពេលនេះគឺទៅរហូតហ្នឹងហើយទោះបីជាយើងជាកូនចៅប្រុសស្រីនេះយើងរកម្ដាយមកជំនួសម្ដាយយើងក៏ពិតមែនប៉ុន្តែម្ដាយនោះណាអត់មានធម៌គ្រប់គ្រាន់ដូចជាម្ដាយយើងទេអត់មានព្រហ្មវិហារធម៌អត់មាននឹងហើយសង្ឃហធម៌អត់មានអីធម៌ល្អល្អអីគឺអត់គ្រប់គ្រាន់ស្មើនឹងម្ដាយរបស់យើងទេហ្នឹងហើយអញ្ចឹងហើយបានជានៅក្នុងទីនេះណាលោកកំណត់ទុកមកថាជីវតៈអនិមិត្តកៈនេះគឺកំណត់ជីវិតហ្នឹងគឺมันបានស្មានមិនត្រូវជីវិតរបស់យើងมันអាចកំណត់ថាអូបកគលកត្រូវតែคลายជាអញ្ចេះមួយចុះមួយក៏អត់ទេហ្នឹងហើយលើកប្រៀបធៀបថាញោមកគាត់រក្សាសិលមែនអីមែនជីវិតរបស់គាត់ក៏ប៉ុន្តែដូចជាមិនទេហ្នឹងហើយចេះមើលទៅគាត់អញ្ចឹងហើយយើងទៅកំណត់ជីវិតរបស់គាត់ហ្នឹងនៅមិនសុខទេប៉ុន្តែมันអាចកំណត់ជីវិតគាត់បានទេព្រោះជានិស័យជាបុណ្យជាព្រេងវាសនាដែលគាត់ធ្លាប់សាងមកមិនគឺអញ្ចឹងព្រោះវាមិនមែនធ្ងន់ទៅដោយពាក្យពេចន៍របស់អ្នកដតីទេហ្នឹងហើយដូចជាជីវិតរបស់ញោមអូនវណ្ថាអញ្ចឹងហ្នឹងហើយមិនមែនកំណត់ដោយកូនចៅទាំងឡាយមិនមែនកំណត់ដោយញោមអូនវណ្ថាផ្ទាល់ណាឬក៏អ្នកណាណីអ្នកចិត្តខាងស្អីស្អីអញ្ចេះចុះគឺអត់ទេមិនមែនកំណត់ថាជីវិតរបស់ញោមអូនវណ្ថានឹងគាត់ទៅជាយ៉ាងនេះមួយអញថាស្លាប់តែហ្នឹងមែនឃើញទេអញថាមែនអត់មានទេមែនអត់មានអ្នកណាគេមកកំណត់ថាជីវិតគាត់ត្រូវអញ្ចឹងគឺអត់មានទេហ្នឹងហើយมันអាចកំណត់ថាជីវិតញោមវណ្ថាត្រូវអញ្ចេះមួយអញ្ចោះមួយទៅទៀតហ្នឹងអត់មានទេព្រោះជាដំណើរនៃធម្មជាតិការវិវត្តទៅនៃរូបរាងកាយហ្នឹងពុទ្ធបរិស័ទទាំងឡាយណាជីវិតហ្នឹងគឺអញ្ចឹងណាការវិវត្តទៅហ្នឹងវារួមផ្សំច្រើនវាមានអាហារទៅវាមានសុខភាពវាមានអារម្មណ៍គិតស្អីហ្នឹងបានគាត់វិវត្តខ្លួនរហូតទៅដល់ពេលនេះហ្នឹងនឹងអាយុប្រហែលហើយទេហ្នឹងហើយ62ដែរកំណត់ត្រឹមហ្នឹងអញ្ចឹងហើយគាត់រស់រហូតមកដល់ថ្ងៃដែលគាត់ស្លាប់បានសេចក្តីថាជីវិតគាត់គឺមកត្រឹមប៉ុណ្ណឹងណាជីវិតហ្នឹងគឺមកត្រឹមប៉ុណ្ណឹងដូចថ្លៃវីសាយើងអញ្ចឹងបើសុពលភាពត្រឹម10ឆ្នាំគឺ10ឆ្នាំវាអស់យើងត្រូវធ្វើថ្មីដើម្បីដើរហើរទៅទៀតត្រូវធ្វើថ្មីអញ្ចឹងយ៉ាងណាជីវិតបើកំណត់ត្រឹម62ឬក៏អីហ្នឹងគឺត្រឹមតែប៉ុណ្្នឹងឯងអញ្ចឹងគាត់ត្រូវលះចោលរបស់ចាស់ទៅរកតំណុំថ្មីហ្នឹងហើយទៅរកតំណុំថ្មីទៀតជីវិតគឺអញ្ចឹងហើយគាត់រស់នៅហ្នឹងគឺមានសុខខ្លះមានទុក្ខខ្លះរឿងសក្តីសុខក្តីរឿងទុក្ខក្តីមិនមែនប្រព្រំព្រះសម្មាសម្ពុទ្ធឬក៏ទេវតាឆោកម្មាវចរៈសួរអីមកផ្ដល់ឲ្យឬក៏មកផ្ដល់ជាអំណោយឲ្យគឺអត់ទេសុខនិងទុក្ខកើតចេញពីខ្លួនឯងហ្នឹងណាកើតចេញពីខ្លួនឯងជាអ្នកកសាងដោយខ្លួនឯងចឹងរឿងសុខទុក្ខនេះក្តីរឿងបុណ្យបាបនេះក្តីពេលដែលជីវិតនៅរស់ហ្នឹងគឺជាសម្ពាធបុណ្យសម្រាប់ខ្លួនទាំងបច្ចុប្បន្នរហូតទៅដល់អនាគតថែមទៅទៀតហ្នឹងហើយដូចក្នុងពេលហ្នឹងអញ្ចឹងកូនចៅប្រុសស្រីទាំងឡាយដែលបានមូលមតិគ្នាជាឯកច្ឆន្ទដើម្បីបង្កើតនៅបុណ្យនេះមិនមែនត្រឹមអោបស្ទើបនៅបុណ្យកុសលសម្រាប់អ្នកម្ដាយភរិយាប៉ុណ្ណឹងទេណាផ្ទុយទៅវិញហ្នឹងគឺអោបស្ទើបសម្រាប់ខ្លួនឯងថែមទៅទៀតណាកូនចៅទាំង4គ្រួសារហ្នឹងហ្នឹងហើយគឺបុណ្យនេះមិនមែនត្រឹមចែកទៅដល់ញោមឧបាសិកាអូនវណ្ថាត្រឹមប៉ុណ្ណឹងទេបុណ្យហ្នឹងគឺសម្រាប់ផ្គត់ផ្គង់ខ្លួនឯងថែមទៅទៀតហ្នឹងហើយអាហ្នឹងគឺអញ្ចឹងញោមណាហើយបុណ្យនេះគឺមើលមិនឃើញមិនអីមែនគ្មានពណ៌សម្បុរគ្មានក្លិនគ្មានកពស់គ្មានកពើគ្មានមៀតមែនក៏ប៉ុន្តែយើងងាយស្រួលក្នុងការធ្វើហើយរបស់នេះគឺជារបស់ដែលស្មោះត្រង់ជាមួយយើងណាស់មិនចេះក្បត់យើងទេទោះបីយើងទៅដល់ទីណាឋានណាក៏ដោយគឺអត់ចេះក្បត់យើងហ្មង
nâng bận nâng sự cái đây lõ nâng cứ chẳng tầm miên pê miên về lia trầm trấu về hỏi Paul áo dương từ tu sự cái đây sọc dương từ tu nơi sầm bạch xềm cái đấy chẳng hai chỉ vật ở bao nhiêu một ba sự ca ôn văn thá vì chia tật tang sự khay phiệp muối ao dương nâng ấy vì cha ra ná sòng vế cả thọ nè sòng vế cả thọ ao cất vì cha ra ná chỉ muối nâng chỉ vật thả vì nâng nhiều một ba sự ca ôn văn thá slap nè ngày cáo cùng được nhau mê cùng từ đôi bên nhau mê nè cùng tha lau nhôm chia bớt sợ xong bay tại atma đấy có đai việc con tại vì mình toàn đò pê phần năng đây ta đò pê nó trời lia tầng óc năng bột bò đi sạt nè nhôm prom có đau sầm lên pru nó cô mình ai cà pi chỉ vật là bọc luôn ai bản đại cái đấy nhôm cái ao sầm lên pru nó ao mình ư nó sầm lên pru đôi bon là bọc cọt chẳng chai sầm lên mà chỉ vứt cọt nhằng đây cái đấy nè chẳng bón mau xem cái này bón nhôm ôn vạn thá bón cọt mau phần năng từ phần năng chẳng đâu bằng hay con trai trầm tiếng swam mây xây nắng cứ thà miên bón sầm mẹp luôn ai miên được bao sầm mẹp luôn ai trai về chẳng phải trăm ngày là hô từ chẳng từ chẳng chỉ vật nắng mình ai cầm nọt bàn sman mình tới thà dụ về nhà dụ tịch ấy rồi cô sầm nang cứ tê miên bên na cái sman tới tê miên tai rút từ 8 dạ thà cắm nắng từ 8 prin sầm nang để luôn bàn phở vì môn đồ máu đang bay chở bòn rùm xòm thế này nên nhôm bột bò để sạt chùm nốt ní chia chùm nốt đại dương cu bị cha là na phong đai riêng chịu vật ní chừng hai bàn chia presama sampot á và ông sầm đai ao dương miên sực đây bầm mạt thế công kết đó nhom ní anh cứ miên sọc cặp hiệp là on na nè ngay bùi pong rồi bọc nhom mặt trẻ chư tê sọt tè dụ về tên na nhôm mình ao dương kịch chẳng đi anh á pe đại dương kịch chẳng ban đây thầy dương cặp bông ta từ tua nơi sực đây bầm mạt thôiประมาทนะประมาทในขนมอายุชีวิตประมาทในขนมการได้เหมือนเมียนโรคประมาทในขนมปุยปงวงตะโกนะน่ะสอดประมาทนะโยมปดบริษัทจังหายคือการรู้ในระบบยืงต่างออกนี้กลายปีมาได้สลับตื้อโกนใจต่างหลายแต่เรียบจอมชีวิตอย่างไม่นั่งไงตรึนึกระลึกดังท่ามาได้ระบบขยมมาขยมทลอกกึศปีมนขยมมาได้กึศตะกอดประจ่าเจ้าขยมเต้ปีเด็กกอดชื่อขยมปรังเยอะกอดตือเป็ดตือโมตือตะบงตือเชิงเป็ดนาละใบละบานเยอะตือทนำนาครูเป็ดนาปากกายเจ้าสูนอมเกติ้งเยอะมาเอามาได้ขยมพ่อนำใบใหญ่จืดวัดระบอกกอดนั่งรู้เนื้อตู้อ๋อลุยกะจรามอย่างนาก็ได้เอาแต่ไม้ขยมรู้เห็นไหมประดับประโดนะปันได้จืดวัดนั่งยืงมันอายเยอะเอาไว้แต่ติ้งดอกโดบานเนี่ยเห็นไหมcon trai về để mà đai chứ mà đang thà còn voឬក៏បបាក់ចិត្តកូនខ្លះកតញ្ញូខ្លាំងពេកតែសុកចិត្តលក់ដីលក់ស្រែមើលម៉ែធ្វើមិនឲ្យទៅជាម៉ែរស់នៅខ្លះហើយលក់អស់ហើយមើលម៉ែមិនជាម៉ែស្លាប់ចោលឯងនេះក្រដោយសារតែម៉ែក៏មានដែរនេះនិយាយទូទៅណាមិនដឹងថាញោមគ្រូសាញោមជាមួយនឹងញោមបាសកាយ៉ាងម៉េចទេប៉ុន្តែជាទូទៅគឺអញ្ចឹងកូនចៅដែលមានធម៌ល្អគឺសុកចិត្តអត់ខ្លួនឯងសុកចិត្តខ្វះខ្លួនឯងធ្វើមិនឲ្យតែម៉ែខ្ញុំរស់ឃើញណាយកប្រលប់យ៉ាណាយ៉ាណីក៏ដោយសស្រាក់សស្រាំដើម្បីតែម្ដាយប៉ុន្តែជីវិតនេះនៅញោមពុទ្ធបរិស័ទយើងចង់ឲ្យរស់វែងណាស់ហ្នឹងហើយយើងចង់ឲ្យរស់នៅយឺនយូរណាស់ផ្ដាច់បដូរដើម្បីវាផ្ទុយទៅវិញយើងទិញវាអត់បានទេយើងដោះដូរជាមួយវាអត់បានទេណាប៉ុន្តែសក្តីស្លាប់ជារបស់ដែលយើងស្អប់ណាស់មែនទេញោមពុទ្ធបរិស័ទស្អប់ដែរសក្តីស្លាប់ណាគ្មានពីណាគេណែបើសួរញោមពុទ្ធបរិស័ទលោកយាយលោកតាទាំងឡាយចង់រស់នៅ100ឆ្នាំទៀតទេ50ឆ្នាំទេបើមិនលើកដៃព្រាតពេញដឹងទៅមានណាគេចង់ស្លាប់ញោមមើលឃើញដែរញោមញោមមានណាគេចង់ទេគ្រាន់ឈឺតិចតួចហើយកុសខ្យល់ឲ្យម៉ែតិចមកកូនអើយកុសខ្យល់ទិញថ្នាំឲ្យម៉ែតិចមកកូនទិញថ្នាំឲ្យពុកបន្តិចមកសួរទិញធ្វើអីកុសធ្វើអីដើម្បីរស់ឃើញដែរញោមហ្នឹងហើយឈឺបន្តិចតួចហើយដាំប្រវោរកត្រីងៀតអាណាប្រឡាក់ឲ្យឆ្ងាញ់ឲ្យម៉ែតិចហូបដើម្បីអីដើម្បីដោះដូរជីវិតនឹងឲ្យរស់តគ្មានអ្នកណាគេចង់ស្លាប់ទេឃើញទេដូចក្នុងពេលហ្នឹងអញ្ចឹងអត់មានកូនទាំងឡាយណាដែលចង់ឲ្យម្ដាយខ្លួនឯងស្លាប់ទេប៉ុន្តែជាធម្មជាតិណាជាជីវិតដែលមិនទៀងជីវិតហ្នឹងគឺអត់ទៀងទេអោបស្ទើបទៅដោយធម៌3យ៉ាងអនិច្ចំទុក្ខំអនត្តា
វាអត់ទៀងវាប្រែប្រួលអញ្ចឹងនេះអារឿងមិនទៀងអារឿងប្រែប្រួលហ្នឹងអារឿងដែលយើងទិញដោះដូរមិនបានហ្នឹងវាគួរតែប្រយ័ត្នហ្នឹងយ៉ាងម៉េចព្រះសម្មាសម្ពុទ្ធព្រះអង្គទូមានយើងទាំងអស់គ្នាថាណែអ្នកទាំងឡាយជីវិតនេះអត់ទៀងទេណាហ្នឹងហើយត្រូវតែស្វែងរកបុណ្យរកសេចក្តីល្អទុកឲ្យហើយក្រោយពេលដែលអ្នកលះពីនេះទៅកាន់លោកខាងមុខបើមិនដូច្នេះទេអ្នកនឹងស្ដាយក្រោយហើយបើអ្នកស្ដាយក្រោយនៅពេលដែលអ្នកកើតជាមនុស្សក្តីទេវតាក្តីវាមិនជាបញ្ហាទេក៏ប៉ុន្តែបើសិនជាអ្នកកើតជានរកហើយនឹកស្ដាយថាខ្លួនអញហើយបានកើតជាមនុស្សប៉ុន្តែមិនបានធ្វើបុណ្យសោះស្ដាយណាស់វាហួសពេលហើយអូនហួសពេលហើយអូនហ្នឹងហើយនៅមុខនេះសុទ្ធតែបងអាត្មាទាំងអស់មករោងនេះបាបធ្ងន់ណាស់អាត្មាហ្នឹងនេះជាការដែលពោលដើម្បីឲ្យបញ្ញៈស្មារតីញោមទេណាមិនមែនជាការប្រមាថមិនមែនជាការជំលើយនៅក្នុងភាសាទេសនាទេប៉ុន្តែដើម្បីកុំឲ្យញោម